Wall Street មានទស្សនៈថាតម្លៃមាននៅក្នុងសប្តាហ៍នេះនឹងរត់នៅក្នុងទំនងស្ថិរភាពសូមស្វាគមន៍មកកាន់ព័ត៌មានហិរញ្ញវត្ថុរបស់ FA Insight ថ្ងៃទី12ខែឧសភាឆ្នាំ2025កាលពីព្រឹកមិញនេះតម្លៃមាសបានបើកដំណើរការទីផ្សារជាមួយនឹងការធ្លាក់ចុះ$81ក្នុង1ដំណឹងហើយនៅក្នុងសប្តាហ៍នេះអ្នកវិភាគនៅ Wall Street ហាក់ដូចជាមានទស្សនៈថាទំនោរមាសនៅក្នុងសប្តាហ៍នេះនឹងរត់នៅក្នុងទំនោរស្ថិរភាពដោយសារតែការកើនឡើងនៃសតិធនិយមអំពីពន្ធពាណិជ្ជកម្មបានបន្ធូរបន្ថយនៃសន្ទុះការកើនឡើងរបស់មាសសូម្បីតែចំណាប់អារម្មណ៍របស់វិនិយោគិននៅអាស៊ីក៏មានការថមថយផងដែរនៅក្នុងការស្ទង់មតិប្រចាំសប្តាហ៍របស់ Kitco បានបង្ហាញថាអ្នកជំនាញក្នុងវិស័យឧស្សាហកម្មបានបង្ហាញអំពីទស្សនៈផ្សេងៗគ្នាខណៈពេលដែលឈ្មួញលក់រាយមួយចំនួនតូចបានបង្ហាញអំពីសតិធនិយមនៃការកើនឡើងដ៏រឹងមាំនៃទ្រព្យសម្បត្តិដ៏មានសុវត្ថិភាពលោក Colin Cisinski ប្រធានយុទ្ធសាស្ត្រទីផ្សារនៅ SIA Wealth Management បាននិយាយថាលោកមានសតិធនិយមចំពោះមាសនៅក្នុងសប្តាហ៍នេះដោយសារតែស្ថានភាពហាក់ដូចជាមិនសូវមានភាពច្បាស់លាស់នៅឡើយនោះទេចំណែកឯលោក Adrian Day ប្រធានក្រុមហ៊ុន Adrian Day Asset Management បាននិយាយថាវានៅតែមានទំនោរក្នុងការកើនឡើងដោយសារតែការព្រួយបារម្ភកាន់តែខ្លាំងអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលជិតនឹងមកដល់ក៏ដូចជាមានសតិធនិយមមួយចំនួននៃការបន្ធូរបន្ថយក្នុងសង្គ្រាមពាណិជ្ជកម្មជាពិសេសរវាងចិននិងសហរដ្ឋអាមេរិកដែលអាចផ្លឹងផ្លាញទៅលើមាសបើទោះបីជាមាសបានបង្កើតកម្រិតពីដានតម្លៃក៏ដោយលោក James Stanley អ្នកយុទ្ធសាស្ត្រទីផ្សារជាន់ខ្ពស់នៅឯ forex.com ក៏បានលើកឡើងផងដែរថាតម្លៃមាសនៅក្នុងសប្តាហ៍នេះនឹងមានការកើនឡើងផងដែរចំណែកឯលោក Daniel Pavilonis ឈ្មោះកណ្ដាលទំនិញជាន់ខ្ពស់នៅឯ RJO Future បានលើកឡើងថាធាតុសំខាន់ដែលនឹងបង្ហាញទិសដៅមាសបន្ថែមទៀតនៅក្នុងសប្តាហ៍នេះគឺជាគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកទន្ទឹមនឹងនេះផងដែរសម្លេង267ត្រូវបានបោះឆ្នោតនៅក្នុងការស្ទង់មតិតាមអ៊ីនធឺណិតរបស់ Kitco ដោយ Main Street នៅតែរក្សាទំនោរការកើនឡើងរបស់ខ្លួនដោយពាណិជ្ជករលក់រាយចំនួន144នាក់ឬស្មើនឹង54%បានព្យាករណ៍ថាតម្លៃមាសនឹងមានការកើនឡើងបន្ថែមទៀតនៅក្នុងសប្តាហ៍នេះខណៈពេលដែល77នាក់ឬមួយស្មើនឹង29%ផ្សេងទៀតបានរំពឹងថាតម្លៃមាសនឹងមានការធ្លាក់ចុះចំណែកឯវិនិយោគិនចំនួន46នាក់ដែលនៅសេសសល់ដែលតំណាងឲ្យ17%នៃចំនួនសរុបបានលើកឡើងថាតម្លៃមាសនឹងស្ថិតនៅក្នុងទំនោរស្ថិរភាពដែលនឹងជួញដូរក្នុងរយៈកម្រិតតម្លៃកាលពីសប្តាហ៍មុនសូមអរគុណចំពោះការតាមដានព័ត៌មានហិរញ្ញវត្ថុរបស់ FA Insight